lánh trơn nâng ấy chưa xét môn về đại bỏ nó cứ sầm lăng mưa ta này ná đã xong một dưỡng lúc này đấy thì dương ai chiên cho từ bên gì môn dương chừng nâng ấy dương cái lấy tấm mưa này chúng mình luôn nhớ cái bên cục vàng nâng ấy mật thẻ dương chia like là thẻ ấy nấng cái bên cục vàng làm bên cửa xa này làm bên chúng nuôi được nông đai này cái lại chừng chừng lại nâng ấy con đi đây bàn tay bây giờ sòng khánh bây đại dương kịch dư tới nắng chip phơi đào bởi vậy đại dương nâng ấy dương chưa cái được bởi dương nơi ta cần trắng cứ dương đồn nào từ một giờ đây ok chẳng chất dươngสุดท้ายนักนี้มากันเอพิโซดที่4ใน Media Podcast ថ្ងៃនេះយើងប្រធានបទយើងគឺនិយាយអំពីការសិក្សានៅថ្នាក់វិជ្ជាបណ្ឌិតឯកទេសហើយថ្ងៃនេះដែរយើងមានរៀមច្បងយើងម្នាក់ដែលគាត់មកចែករំលែកនៅថ្នាក់វិជ្ជាបណ្ឌិតឯកទេសនឹងហើយនៅថ្នាក់វិជ្ជាបណ្ឌិតឯកទេសថ្ងៃនេះគឺយើងនិយាយអំពីឯកទេសជំងឺថ្លើមកាពះនិងពោះវៀនហើយគាត់ជានិស្សិតឆ្នាំទី3មកពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលសួស្តីសង្គមសួស្តីដាវីនដំបូងអាចជួយណែនាំទៅរៀមច្បងយើងសិស្សប្អូនមកណាសួស្តីអ្នកនរគ្នាខ្ញុំបាទឈ្មោះហួតសីកងជានិស្សិតឆ្នាំទី3នៃឯកទេសជំងឺថ្លើមកាពះពោះវៀននៅសាលាសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលដំបូងខ្ញុំសប្តាហ៍ថ្ងៃកំពុងតែចូលកម្មសិក្សានៅមន្ទីរពេទ្យបាតុភិខ្មែរសូវៀតផ្នែកប្រដាប់រំលែកអាហារអូខេអារម្មណ៍ភ័យអត់ហើយលើកទី1លើកទី1អីធ្វើអារម្មណ៍ធម្មតាណាអញ្ចឹងយើងបានចប់បាក់ឌុបឆ្នាំ2016ហើយយើងតាណាគ្នាទៅ16ព្រោះចំនួន45ដូចគ្នាអញ្ចឹងក៏យើងសម្រេចចិត្តចូលមកប្រឡងពេទ្យអញ្ចឹងណាឥឡូវសំណួរសួរមុននឹងចាប់ផ្ដើមចូលប្រធានបទតើមានកត្តាអីខ្លះដែលជំរុញឲ្យកងឯងឆ្លាញ់មុខវិជ្ជាពេទ្យសម្រាប់ខ្ញុំឆ្លាញ់អាចនិយាយលឺទៀតអីដូចឯងខ្ញុំឆ្លាញ់ពីក្មេងខ្ញុំឆ្លាញ់ខ្លះហើយមួយទៀតដោយសារតែអ្នកតែខ្ញុំគាត់ចង់ឲ្យរៀនខាងហ្នឹងបន្ថែមចង់រៀននៅខាងហ្នឹងគ្នាដែរអញ្ចឹងមានអ្នកខ្លួនឯងឆ្លាញ់ខ្លាំងឆ្លាញ់មិនជាខ្លាំងប៉ុន្មានទេអញ្ចឹងហ្នឹងហើយពីដំបូងឡើយគាត់តែចាប់អារម្មណ៍ហើយក៏ធ្លាប់គិតថាឆ្លាញ់មានចិត្តលឿនហ្នឹងប៉ុន្តែខ្លាចខ្លួនឯងចូលអត់រៀនអត់កើតចឹងហ្នឹងហើយចឹងមួយទៀតដោយសារតែអ្នកផ្ទះជួយជំរុញខ្លាំងដែរអញ្ចឹងកត្តាពីរហ្នឹងដែលជួយឲ្យយើងមានអារម្មណ៍មានកាន់តែចូលចិត្តកាន់តែខ្លាំងឆ្លាញ់កាន់តែខ្លាំងអញ្ចឹងក្នុងគ្រួសារមានបងប្អូនណារៀនពេទ្យអីសម្រាប់គ្រួសារខ្ញុំផ្ទាល់មានបងស្រីចដូនមួយបងស្រីចដូនមួយដែរតែឥឡូវគាត់ចេញជាគ្រូពេទ្យគាត់ចេញជាគ្រូពេទ្យហើយអូខេគាត់ឯកទេសដូចគ្នាឬក៏យ៉ាងម៉េចគាត់ឯកទេសរកុមាររកុមារអញ្ចឹងបានក្នុងគ្រួសារមានអ្នកពេទ្យដូចគ្នាដែរហើយអញ្ចឹងទៅក៏វាល្អដែរណាអញ្ចឹងយើងប្រឡងចូលពេទ្យហ្នឹង2010ចុងឆ្នាំ2016តែហ្នឹងហើយ2016ចុង2016ពេលយើងចប់បាក់ឌុបភ្លាមហ្នឹង2017ដូចជាប្រឡងខែ11កាលហ្នឹងហើយយើងចូលរៀនមកក៏ថ្មិចបើក៏ចប់បញ្ញាបត្រវិទ្យាសាស្ត្រហើយអ្នកខ្លះក៏បន្តថ្នាក់វិជ្ជាបណ្ឌិតឯកទេសតាមអ្វីដែលខ្លួនឯងប្រាថ្នាលើកទី1អញ្ចឹងទៅហើយនៅពេលដែលយើងចប់បញ្ញាបត្រវិទ្យាសាស្ត្រដូចជាឯងចាំឆ្នាំ2022ណា22យើងប្រឡងចូលឯកទេសឆ្នាំចុងឆ្នាំហ្នឹងចុងឆ្នាំហ្នឹងចង់សួរថាសិង្គមឯងមានជំរើសប្រមាណដែរពេលចប់ថ្នាក់បញ្ញាបត្រវិទ្យាសាស្ត្រក្នុងឯកទេសខុសពីឯកទេសដែលខ្លួនឯងកំពុងតែសិក្សាបច្ចុប្បន្ននេះជាទូទៅយើងម្នាក់តែមានហ្នឹងហើយការស្រឡាញ់ច្រើនហ្នឹងហើយជាពិសេសមុនពេលដែលប្រឡងហ្នឹងគឺសម្លឹងមើលតើផ្នែកណាដែលសមមួយយើងផ្នែកណាដែលយើងអាចឈានចូលបានហ្នឹងហើយសម្រាប់ខ្ញុំមាន2កាលហ្នឹងខ្ញុំស្រឡាញ់មេស៊ីនទូអង្គទាំងមួយហ្នឹងហើយតែស្រឡាញ់ gastro ខ្លាំងជាង gastro ខ្លាំងជាងហ្នឹងហើយដោយសារ gastro ខ្ញុំធ្លាប់ទៅ star ស្គាល់បងច្រើនហើយអញ្ចឹងទៅមនុស្សចេតនាមួយបងក៏ច្រើនហើយស្រឡាញ់ការងារបែបបត់ការងារដែលនៅកន្លែងមួយហ្នឹង
អូអញ្ចឹងយើងស្រឡាញ់ផងយើងមានចិត្តស្រឡាញ់ផងតែវាមិនទាន់ចូលស៊ុប ហ្នឹងហើយ ដោយសារយើងស្គាល់បងនៅកន្លែងក្នុងឯកទេសនោះទៀត ហ្នឹងហើយ របៀបធ្វើការគាត់មានន័យថាយើងធ្វើឲ្យយើងមានក្តីសុខ ហ្នឹងហើយ អញ្ចឹងបូកសរុបពីហ្នឹងធ្វើយើងធ្វើតែយ៉ាងហ្នឹង អេលីមណេអាមួយចោលអាផ្សេងទៀតចោលអញ្ចឹងយកឯកទេសហ្នឹងទៅ បាទ អញ្ចឹងក៏សម្រេចចិត្តប្រឡងទៀតសោតសិង្កងឯងប្រឡងជាប់ពេលចប់បញ្ញាបត្រភ្លាមគឺជាប់ភ្លាមហ្មង ហ្នឹងហើយ ឯងចង់សួរថាពេលនោះគិតថាខ្លួនឯងអាចនឹងជោគជ័យ 100% ទេកាលនោះបេក្ខជនដាក់រៀងគ្រាន់បើដែរហើយអ្នកដែលរបៀបថាខ្លាំងក៏ច្រើនអញ្ចឹងណាមានការរំពឹងប្រហែលភាគរយដែរកាលនោះ អារម្មណ៍ពិតពេលហ្នឹង50 50 ព្រោះទី1 gastro ដល់ថ្ងៃរាល់ឆ្នាំគឺបន្ទុកខ្ពស់ៗ នឹងផ្ទុកខ្ពស់ ជាពិសេសចាក់ស្ដែងមុនខ្ញុំមួយឆ្នាំគឺបន្ទុកខ្ពស់មែនតើ ហ្នឹងហើយ ហើយជំនាន់បងកាន់តែទៀត ហ្នឹងហើយ ជំនាន់បងដែលខ្ញុំធ្លាប់ចាំគឺតៅជាងខ្ពស់ណាស់ កៅជាងខ្ពស់ ហើយចាក់ស្ដែងមកដល់ជំនាន់យើងសំណួរ 30% ហ្នឹងហើយ សំណួរចេញក្រៅ30សំណួរគួយស្អមដែលយើងមាន70អញ្ចឹងបើយើងទោះបីជាយើងមើលចាំយ៉ាងណាក៏បានតែតាមក្នុងចិត្តទេ 60ឬ70គេ 70កាលហ្នឹង កាលនោះ70 ហ្នឹងហើយ មិន60 40ទេ មិន60 40ទេណា ហ្នឹងហើយ70 30កាលហ្នឹង កាលនោះនឹង70 30អញ្ចឹងចុះអា 10% អីមិនដែរនោះ 10% គឺទៅលើ attendance ហើយជាមួយនឹង GPA អូខេអញ្ចឹងជំនាន់យើងប្រឡងគឺ30 70ហើយជំនាន់យើងប្រឡងលើដំបូងណា ហ្នឹងហើយ ហើយ ហើយពេលហ្នឹងគឺអ្នកដាក់ច្រើន gastro ឃើញគេស្រឡាញ់ច្រើនយល់ស្អីបាត់ប្រាក់ខ្លួនឯង ហ្នឹងហើយដូចគ្នាហ្នឹងតែសិគាត់ឲ្យជោគជ័យរបស់ខ្លួនឯងស្រឡាញ់ឯងកាលនោះអត់ជោគជ័យទេវាខុសគ្នាបន្ទុកគ្នាអីចឹងណា ហ្នឹងហើយ អាហ្នឹងការប្រឡងវាធម្មតារឿងអញ្ចឹងគាត់ថាពេលយើងប្រឡងហើយអ្នកចប់គេសប្បាយចិត្តទៅក៏យើងអ្នកដែលមិនជោគជ័យក៏យើងវាថា មានតែខំតែហ្នឹងហើយ set មកមួយរយៈទៅហើយមានតែខំទៀងខ្លួនឯងមកវិញទៅ ហ្នឹងហើយ កាលនោះសិង្ហកងឯងពេលប្រឡងនោះបានជ័យលាភីលេខប៉ុន្មានដែរ លេខ8 លេខ8 លេខក្នុងចំណោម10នាក់ 10នាក់8ក៏ពិតមុនសំខាន់លេខប៉ុន្មានឲ្យទៅជាប់ ហ្នឹងហើយពេលហ្នឹង យើង រំពឹងឲ្យតែជាប់ទៅគឺថាបានតែជាប់នេះ យើងប្រាថ្នាគ្រប់គ្នាថាពេលនោះឲ្យទៅជាប់មិនខ្វល់តែលេខប៉ុន្មានទេណា ហ្នឹងហើយ បន្ទូកាលនោះបានប៉ុន្មានដែរ បាន85 85ច្រើន85ហើយលេខ8ទៀត ហ្នឹងហើយអញ្ចឹងបន្ទុកវាខ្ពស់ ទូខ្ពស់ ជំនាន់ហ្នឹង មានចាំទេបន្ទូចុងក្រោយពេលនោះអ្នកដែលជាប់លេខ10 ខ្ញុំ លេខប៉ុន្មាន ច្បាស់ហើយតែដូចជាខ្ទង់8 ដែរណា បាទ 8អីចឹងអញ្ចឹងមានថាបន្ទូខ្ពស់ដែរប្រងហ្នឹង gastro ការសរុបខ្ពស់ដែរអញ្ចឹងសិង្ហកងអាចចែកម្លែកបានទេអាពេលដែលចាប់ផ្ដើមមើលគុយសអឹមដំបងគុយសអឹមដំបងចាប់ផ្ដើមកាលនោះយើងមាន 70% ទៅអត់ដែលយើងមានគុយសអឹមសាប់ដែលសាលាផ្ដល់ឲ្យ ហ្នឹងហើយ អញ្ចឹងសិង្ហកងអាចប្រាប់ណាថាមើលគុយសអឹមតាំងពីឆ្នាំទីម៉ានដែលចាប់ផ្ដើមមើល សម្រាប់ខ្ញុំគួយស្អឹមខ្ញុំក៏ដូចអ្នកឡើយហ្នឹងអញ្ចឹងគាត់តែតែចង់មើលលឿនហើយ ហ្នឹងហើយ ដើម្បីនេះប៉ុន្តែខ្ញុំមានបងសិស្សបងដែលគាត់ធ្លាប់ឆ្លងកាត់ប្រឡងអញ្ចឹង ហ្នឹងហើយ គាត់ណែនាំថាឆ្នាំទី5គួរតែមើលពាក់កណ្ដាលឆ្នាំទៅព្រោះពាក់កណ្ដាលឆ្នាំដំបូងទៅការឆោមេទី1គឺយើងគួរតែផ្ដោតទៅលើការចុះកម្មសិក្សាច្រើនព្រោះឆ្នាំទី5យើងបានកម្មសិក្សាច្រើនសវិសមែនតើ ហ្នឹងហើយ មួយឆ្នាំអាច6មួយឆប់នេះបាន3 ហ្នឹងហើយ អញ្ចឹងអាចរកឃើញខ្លួនឯងជាថ្មីទៀតអ្នកខ្លះចាក់ស្រាយនៃមិត្តភក្តិខ្ញុំមួយចំនួនគឺរកឃើញខ្លួនឯងពេលដែលនៅឆ្នាំទី5ហ្នឹងហើយគាត់ទៅកន្លែងស្វីផ្សេងដែលគាត់អត់ធ្លាប់បានទៅតែគាត់ស្រឡាញ់អញ្ចឹងទៅ ហ្នឹងហើយ អញ្ចឹងដោយសិស្សបងប្រាប់អញ្ចឹងគឺយើងមើលឆមាសទី2ខ្ញុំចាប់ដើមឆមាសទី2ដែលកាលហ្នឹងចាប់ដើមយឺតមែនតើខ្ញុំគិតថាខ្ញុំអត់សង្ឃឹមថានឹងជាប់ទេព្រោះមើលមួយថ្ងៃបានតិចតួចបំផុតសឹងតែមិនដល់50ផងមួយថ្ងៃដំបូង ចាប់ផ្ដើមមើលដំបង ហ្នឹងហើយ អញ្ចឹងចាប់ផ្ដើមមើលដំបងនោះគឺនៅឆ្នាំទី5 ឆមាសទី2 ជំនាន់ទី2 ហ្នឹងហើយ អញ្ចឹងមានន័យថាយើងអាចចំណាយពេលមួយឆ្នាំកន្លះដែរ ហ្នឹងហើយមួយឆ្នាំកន្លះ ស៊ីកងឯងអាចប្រាប់របៀបមើលបានទេពេលហ្នឹងយើងគិតថាយើងខ្លួនឯងរយៈពេលខ្លីក្នុងការមើលទៅឧទាហរណ៍ទីកងឯងនិយាយមិញចាស់ ហ្នឹងហើយ ថាយឺតជាងគេ ហ្នឹងហើយ ហើយមួយថ្ងៃបានតិចតែសង្គមឯងមើលរបៀបម៉េចដើម្បីឲ្យចាំបានយូរ
វាថាមកសនួក្នុងវាជាខែ clinic អញ្ចឹងណាគង់ឯងមាន technique អីក្នុងការមើលមិនឲ្យចាំបានយូរពេលហ្នឹងរបៀបមើលអាចនិយាយពីរបៀបមើល សម្រាប់ការមើលគួយស្អឹមគឺដំបូងឡើយយើងអត់គិតបរិមាណច្រើនទៅទេសំខាន់ជុំទី1គឺយើងព្យាយាមមើលឲ្យបានច្រើនមើលហើយព្យាយាមរក clay ខ្លួនឯងហើយក៏ដូចជាសំណួរខ្លះសំណួរនឹងមួយអាចមាន5 6ចម្លើយអញ្ចឹងព្យាយាមញែកឲ្យដាច់មើលទី1មើលសំណួរវាគេសួរពីអីហើយមើលប្រធានបទហ្នឹងហើយរកចំណុច clay ដែលខ្លីហ្នឹងហើយអញ្ចឹងហើយសម្រាប់ខ្ញុំគិតថាជុំដំបូងគួរតែអានប្រធានឲ្យយល់ហើយជាមួយនឹង explain នៅពីខាងក្រោមសំណួរមួយហ្នឹងហើយអញ្ចឹងសុខចិត្តយឺតតែឲ្យច្បាស់ហ្នឹងហើយអត់គិតចំនួនទេអត់គិតចំនួនទេពេលហ្នឹងហើយបើសិនជាយើងថាយើងមើលបានមួយជុំពីរជុំហើយយើងបានមើលយល់អស់ហើយអាជុំដែលរៀងយូរប្រើពេលយូរបន្តិចហ្នឹងយើងអាចព្យាយាមមិនបាច់ចាំបាច់ទៅមើលឡើងវិញទៀតទេយើងរក clay ហ្មងហ្នឹងហើយរក clay ដូចជាក់ស្ដែងមានពាក្យនៅក្នុងសំណួរហ្នឹងកាលតែមានពាក្យមួយដែលខុសប្លែកពីធម្មតាយល់ហ្នឹងហើយអញ្ចឹងគេចំណាំពាក្យយកហ្មងតែក៏អាចជួនកាលចំណាំចម្លើយហ្នឹងមានតែមួយទេដូចជា unique answer ជាដើមអូខេអញ្ចឹងយើងចំណេញហ្នឹងហើយយើងចំណេញពេលច្រើនហើយមើលអញ្ចឹងវាច្បាស់យើងច្បាស់បានយូរណាហ្នឹងហើយឯងមើលដូចសង្គមឯងដែរក៏ប៉ុន្តែពេលនោះចំណាយពេលរៀងមុនគេទៀតមុនគេតែអត់ជោគជ័យពេលនោះមុនអាចជាថាដើមឆ្នាំទី5ចាស់ចាប់ដើមអានសំណួរពេលនោះយើងមិនរៀនក្រុមរៀនក្រុមតែយើងបរាជ័យក្រុមដោយសារតែរៀនច្រើនពេកហើយរៀនទៅស្រាប់តែយើងមានកំណត់ផ្សេងគ្នាពេកហ្នឹងហើយដោយសារពេលនោះរៀនក្រុមត្រង់ថាអញ្ចឹងគ្នាអាចចូលដល់10នាក់ជាងហ្នឹងហើយ10នាក់ជាងហើយពេលខ្លះអ្នកខ្លះគេហត់អីដែរហ្នឹងហើយហើយអ្នកខ្លះក៏គិតថាវាយឺតពេកអីចឹងណាចង់មើលខ្លួនឯងពេលនោះយើងរៀនក្រុមបានជាប្រហែលរយៈពេលប្រហែល1ខែជាង1ខែដែររៀនផ្ទះរៀនក៏ឯងក៏ហ្នឹងហើយរៀនដូរកន្លែងរហូតផ្ទះកាហ្វេផ្ទះកាហ្វេតែយើងបានពេលខ្លះបើយើងគិតត្រឡប់ទៅក្រោយវិញបានអាចចំណេញពីក្រុមហ្នឹងយើងចាំបានយូរជាងគេដែរហ្នឹងហើយយើងបាន explain គ្នានឹងបាន explain គ្នាបានផ្លាស់ប្ដូរគំនិតគ្នាប្រហែលជាបានប្រហែលខែដែលសង្គមឯងនិយាយហ្នឹងយើងក៏បែកក្រុមគ្នាតាមជា small ក្រុមជា small group ទូចទៅអ្នកខ្លះក៏ទៅកាហ្វេអញ្ចឹងទៅហើយសង្គមឯងក៏ទៅកាហ្វេផ្សេងទៅមានក្រុមហ្នឹងដូចជាមានហួសម្រាប់ខ្ញុំក្រុមខ្ញុំមាន3នាក់កាន់ហួមានហួហើយនឹងលីហាហ្នឹងហើយអញ្ចឹងហើយលើកទី1ជោគជ័យទាំង3ហ្នឹងហើយជោគជ័យទាំង3ហួ anesthesia លីហាកាត់យកក៏ឯង gastro ហ្នឹងហើយអញ្ចឹងមកហើយបានបន្តទៀតមានគ្នាយើងច្រើនទៀតដែលជោគជ័យមានប្រឡងមានអីវីសារ៉ាល់អញ្ចឹងទៅហ្នឹងហើយបើអ្នកប្រឡងបន្តឆ្នាំក្រោយជោគជ័យមកជំហានទៀតទៅប៉ុន្តែគ្នាយើងសិតតែជោគជ័យទាំងអស់ហើយហ្នឹងហើយដូចជាសិស្សឯងឆ្នាំនេះឯងដូរប្រឡងទៅជាប់ឆ្នាំនោះទេហ្នឹងហើយអញ្ចឹងណាហើយឯងចង់ឲ្យសង្គមមកចែកម្លេចថានេះគឺតើតើទៅនឹងថ្នាក់ឯកទេសសង្គមឯងហ្នឹងហើយអ្នកខ្លះគាត់ស្រឡាញ់ឯកទេសដែលខ្លួនស្រឡាញ់វារៀងខ្លួនអ្នកខ្លះក៏ស្រឡាញ់ gastro ទៅអ្នកខ្លះទៀតក៏ស្រឡាញ់អាណេះទៅអ្នកខ្លះទៀតក៏ស្រឡាញ់ medicine antenne ទៅវាសិតតែឯកទេសដែលល្អដូចគ្នាតែសំណួរសួរថាយើងស្រឡាញ់អត់អញ្ចឹងណាបើចំពោះឯងនិយាយដោយត្រង់ឯងស្រឡាញ់អាហ្នឹងហើយឯងសាក់ប្រឡងអាហ្នឹងលើកទី1សិនលើកទី1បើមិនជាអត់ជោគជ័យអាហ្នឹងចាំដូរទៀតមូលហេតុអីបានដូរយើងរៀន medicine យើងដឹងហើយថាឯកទេសមួយណាក្នុងឯកទេសមួយណាយើងចង់និយាយថាដូចជាឧទាហរណ៍ថា gastro កាត់យោ pneumo អីចឹងយើងក៏ស្រឡាញ់ដែរទាំងអស់ហ្នឹងស្រឡាញ់ដែរតែយើងមានជំរឿតែមួយគត់ក្នុងការដាក់លើកទី1អញ្ចឹងឯងដាក់អាណាលើកទី1ដែលស្រឡាញ់ជាងគេសិនតោះមកបើសិនជាមានបញ្ហាអាហ្នឹងយើងដូរអាហ្នឹងចំពោះឯងណាឥឡូវយើងចប់ដល់អាពេលប្រឡងទៀតចោះអាពេលប្រឡងហើយណាជាប់ហើយឥឡូវមិញយើងនិយាយពីអារបៀបមើលអីគួយស្អឹមហ្នឹងទៅឯងចង់ឲ្យរបៀបមើលគួយស្អឹមនេះឯងចង់និយាយថាជួយអ្នកណាដែលគាត់អាហារូបករណ៍អីចឹងណាមកចែករំលែកវា logic តែថ្ងៃនេះឯងចង់ឲ្យ single ឯងក៏ចែករំលែកចំណុចហ្នឹងដែរឥឡូវយើងទៅមុខទៀតពេលប្រឡងហើយ
ពេលប្រឡងហើយអញ្ចឹងគេឲ្យយើងទៅចុះឈ្មោះចុះអីនៅសាលាចូលរៀនបង់លុយអញ្ចឹងក្នុងថ្នាក់ឯកទេសមួយឆ្នាំគេបង់ប៉ុន្មានដែរនៅសាលាក្រហមយើង សម្រាប់ឯកទេសខ្ញុំគិតថាអត់ខុសគ្នាទេ2250 2250ណា ហ្នឹងហើយ 2250 ក៏ជាលុយខ្មែរ9លាន ហ្នឹងហើយ2000ក្នុងមួយឆ្នាំអញ្ចឹងយើងរៀងធូរដែរហើយអាហ្នឹងចំពោះនិយាយថាសាលាយើងឯណាឯងមិនហ៊ានទៅប៉ះពាល់សាលាអីផ្សេងទេឯងនិយាយថាសាលាយើង2000អញ្ចឹងយើងធូរដែរសម្រាប់ពួកយើងដែរជានិស្សិតមកពីខេត្តសិស្សមកពីខេត្តឡើងជានិស្សិតអញ្ចឹងណាវាជួយសម្រួលអ្នកតែយើងណាវាមិនមែនយើងកូនអ្នកមានអីលុយច្រើនទេទូទាតែយើងតស៊ូអ្នកតែយើងតស៊ូឲ្យយើងរៀនតទៅចប់ហ្នឹងអញ្ចឹងពេលចូលរៀនដំបូងនៅថ្នាក់ឯកទេសអ្វីដែរសង្កត់ឲ្យលំបាកជាងគេ ពិបាកជាងគេគឺត្រូវចាប់ផ្ដើមឡើងវិញទាំងអស់គឺឆ្នាំទី1គឺយើងមិនមែនប្រអត់ទៅលើរបស់យើងទេ ហ្នឹងហើយ ឆ្នាំទី1យើងដូច star medicine ទូទៅឡើងវិញដូចយើងរៀនឆ្នាំទី1 medicine អញ្ចឹង ហ្នឹងហើយ star គ្រប់កន្លែងអត់មានប្រកាន់ថាជាប្រងរបស់យើងទេហើយអញ្ចឹងទៅយើងពេលខ្លះយើងមិនចេះទាំងអស់ទេដូចជាក់ស្ដែងប្រងខ្លះយើងអត់ចេះទេ ហ្នឹងហើយ យើងទៅត្រូវរៀនទាំងអស់ឡើងវិញរៀនសូម្បីទាំងទំនាក់ទំនងរៀនដើម្បីឲ្យស្គាល់បងៗនៅកន្លែងរៀនទាំងពីរបៀបធ្វើការក៏ដូចជាបែបបត់នៃការងារហ្នឹងអញ្ចឹងតើ flow កន្លែងហ្នឹងជំងឺហ្នឹងត្រូវធ្វើមិនអីចឹង តាមសវិសមួយអញ្ចឹងអូអញ្ចឹងមានន័យថាយើងត្រូវមក step ទៀតយើងត្រូវប្រឹងពីលើថែមទៀត ហ្នឹងហើយប្រឹងមិនមែនប្រឹងតែរបស់យើងទេគឺប្រឹងរបស់គេផ្សេងទៀត ប្រឹងរបស់គេផ្សេងទៀត ហ្នឹងហើយ អញ្ចឹងមិនមែនមានន័យថាយើងចូលឯកទេស gastro ទេ ចេះ ដូចកាត់យកចេះតែកាត់ ហ្នឹងហើយមិនអញ្ចឹងទេយើងទៅចេះប្រឡងគេផ្សេងទៀតដែរ ចាក់ស្ដែងដូចខ្ញុំ gastro ខ្ញុំទៅ star pneumo star កាត់យកក៏ទៅដែរ star onco ទៀត កាលនោះការឆ្នាំទី ឆ្នាំទី1ត្រង់ប្រមាណដែរ ឥឡូវត្រង់ប្រមាណណា ហ្នឹង ឥឡូវសង្គមអាចចែកម្លែកបានទេថានៅឆ្នាំទី1ហ្នឹងគេ star នៅប្រងឯខ្លះ សម្រាប់ឆ្នាំទី1បើសិនជាឈៀកគឺគេទៅឈៀកសុទ្ធ ហ្នឹងហើយ គឺតាឈៀកគេមានឈៀកពេយាមានត្រូម៉ាតូមានអីជាស្ដែងដូច gastro ពួកខ្ញុំនៅក្នុង medicine នៅក្នុងនឹង អញ្ យ ចឹង ល់ star medicine ទាំងអស់និយាយថាតែក្នុង medicine ហ្នឹងហើយ endocrine ក៏ទៅទាំង pneumo ទាំងកាត់យកទាំង onco ក៏នៅក្នុងហ្នឹងនិយាយទៅអត់មានប្រកាន់ទេប៉ុន្តែជាក់ស្ដែងគឺគេអត់ឲ្យទៅប្រងរបស់ខ្លួនឯងទេអាហ្នឹងបើយើងទៅជារឿងមកក្រៅផ្លូវការរបស់យើង អញ្ចឹងក្នុងឆ្នាំទី1គេអត់ឲ្យទៅប្រងខ្លួនឯងទេ ហ្នឹងហើយអត់ឲ្យទៅទេ ឥឡូវចង់ឲ្យសង្គមនិយាយម្ដងទៀតតើទៅជាមួយឆ្នាំទី1ហ្នឹងដែលកងឯងឆ្លងកាត់ star ខ្លួនឯងហ្មងណា ឆ្នាំទី1ខ្ញុំ star បាន4កន្លែងវគ្គទី1គឺខ្ញុំទៅអង្គរនៅប៉ារីស៊ី ហ្នឹងហើយ និយាយទៅហ្នឹងខ្ញុំរៀនច្រើនស្គាល់ពីជំងឺដែលយើងមួយថ្ងៃយើងគិតថាអង្គរអត់សូវមានជំងឺទេប៉ុន្តែចាក់ស្ដែងពេលយើងទៅគឺអ្នកជំងឺយើងហារីច្រើន ហ្នឹងហើយ ជាពិសេសស្រី ហ្នឹងហើយអាចប្រហែលបានទេពីច្រើននេះគេ ភាគច្រើនគឺទី1រិសាំងទី1 over ជាដើម អូ ច្រើនណាស់ អូខេ ហើយ gastro យើងក៏នៅអង្គរហ្នឹងក៏មានដែរ យល់ ភាគច្រើនឥឡូវហ្នឹងបើតើទៅមួយ gastro គឺទី1កន្លងក៏ដូចជាមហារីកថ្លើមសេជាដើមគឺឃើញច្រើននៅកន្លែងអង្គរហ្នឹងហើយ ពេលទៅសវិសនោះ ហ្នឹងហើយហើយកន្លែងហ្នឹងគឺឃើញយើងជួយបានច្រើនជាជនយើង ហ្នឹង ហើយអ្នកខ្លះសឹងតាគាត់អត់ដែរដឹងពីមុនទេអ្នកខ្លះក៏ដឹងទៅក៏គាត់ຕົកដោយសារតែកង្វះចំណេះដឹង គាត់ចំណេះដឹងអ្នកខ្លះ ជាដើម ឯបើកញ្ចក់នេះចោះ មួយទៀតគាត់មានការខ្មាស់អៀនច្រើន ហ្នឹងហើយ ជាពិសេសស្រីគាត់ຕົកឡើងដល់សឹងតាយើងមិនអាចកែកុនមកវិញបានទៅតែយើងអាចចិត្តមក យល់ឯបើកញ្ចក់នេះចោះអ្នកខ្លះគាត់ដូចសង្គមលើកឡើងជាកត្តាមួយគាត់នៅកង្វះចំណេះដឹងខាងហ្នឹង ហ្នឹងហើយ ទី2គឺ ភាពខ្មាស់អៀនច្រើន ខ្មាស់អៀនច្រើនហើយមួយទៀតនោះគឺទី3ទីចោះថាជឿតាមគ្រូ ជឿតាមគ្រូ គ្រូខ្មែរគ្រូអីហ្នឹងណាហើយមានសេដ្ឋកិច្ចអីបញ្ហាលុយកាក់អីចឹងទៅ ហ្នឹងហើយ ហ្នឹងហើយឥឡូវអាហ្នឹងយើងនិយាយក្រៅតិចចឹងណា ហ្នឹងហើយសម្រាប់វគ្គទី2ដែលខ្ញុំទៅគឺកាត់យកនៅពេទ្យលោកសង្ឃ កាត់យកពេទ្យលោកសង្ឃ ហ្នឹងហើយទៅកន្លែងហ្នឹងគឺឃើញមានជំងឺជាពិសេសនៅចាស់ ហ្នឹងហើយ គឺហានិភ័យខ្ពស់មែនតើតកតទៅមួយបញ្ហាលើឈាមលើសម្ពាធឈាមក៏ដូចជាតសៃឈាមគូជាដើម ហ្នឹងហើយ ហ្នឹងហើយ ភិកច្រើននៅសង្គមជួបនៅក្នុង ហ្នឹងហើយនៅច្រើនណាស់ហ្នឹង អឺ
ហើយសម្រាប់វគ្គទី3និងទី4ខ្ញុំនៅកាឡាម៉ែតគឺវគ្គទី3នៅរ៉ូម៉េត Neuromed ណា ហ្នឹងហើយនៅរ៉ូម៉េតគឺតកតងមួយប្រព័ន្ធប្រសាទគឺសម្បូរជាងគេគឺពួក stroke ពួកអីជាដើមទៅលើចាស់ AVC ហ្នឹង អ្នកដែលមានបញ្ហាលើឈាមទឹកនោមផ្អែមអីជាដើមគឺគាត់អត់សូវខ្វល់ពីសុខភាពហើយអ្នកខ្លះផឹកស្រាអ្នកខ្លះជក់បារីសុកទៅក៏គាត់ចេញជា stroke ទៅ ជា factor risk មួយ ហ្នឹងហើយ អញ្ចឹងការសិង្កងឯងទៅមានប៉ុណ្ណឹងប្រង មានមួយទៀតគឺ medicine A Medicine A នៅកាឡាម៉ាតគឺកន្លែងខ្ញុំអត់នេះមិនទេប៉ុន្តែខ្ញុំរៀនបានសូត្របានច្រើនឡើយ រៀនសូត្រពីទីនោះច្រើន ហ្នឹងហើយ យើងជួយ ជំងឺទូទៅច្រើនដែលយើងបើសិនជាយើងអាសាគឺយើងនឹងជួបច្រើន ហ្នឹង តែ ហើយ បើថាយើងគ្រាន់តែទៅដើម្បីឲ្យតែបង្គ្រប់កិច្ចរបស់សាលាគឺយើងនឹងទទួលបានប៉ុណ្ណឹង ហ្នឹងហើយចុះពីមកប្រងចំណាយរយៈពេលប្រហែលជាប៉ុន្មានដែរ មកពេលហ្នឹងដូចជា2ខែកន្លះ 2ខែកន្លះ ហ្នឹងហើយមកអាចល្មមឲ្យយើងសម្រួលនៅកន្លែងហ្នឹងបាន ហ្នឹង ប ហើយ រិយាកាសជុំវិញ ហ្នឹងហើយ ហើយបង្កើតភាពជិតស្និទ្ធព្រោះអីយើងមេស៊ីនយើងមិនមែន start up របស់យើងទេយើងទៅកន្លែងណាយើងត្រូវបង្កើតមិត្តនៅកន្លែងហ្នឹងឬមកក៏បង្កើតទំនាក់ទំនងជាមួយបងព្រោះអីយើងអាចរស់តែឯងទេថ្ងៃក្រោយយើងធ្វើការត្រូវពឹងពាក់គ្នា យល់ព្រោះយើងមិនមានថាមានតែចំណេះដឹងធ្វើទេ ហ្នឹងហើយត្រូវមាន យើង បើសិនជាគេនិយាយឲ្យពាក្យបច្ចេកទេសគឺ soft skill ហ្នឹងហើយ ហ្នឹងហើយ យើងទៅចេះតំណែងមួយគ្នានឹងផងដែរ ហ្នឹងហើយ អ្នកខ្លះគាត់មានទាំងពីរអញ្ចឹងណា ហ្នឹងហើយ អ្នកខ្លះក៏ខ្វះអា soft skill ហ្នឹងទៅ ហ្នឹងហើយ អញ្ចឹងយើងត្រូវក្រៅពីអាចំណេះដឹងរបស់យើងគឺយើងត្រូវចេះអាទាំងអស់ហ្នឹងដែរ ហ្នឹងហើយ ចេះប្រស័យតាក់ទងមួយរៀមច្បងយើងព្រោះរៀមច្បងយើងគាត់មានបទពិសោធន៍លើសយើង ហ្នឹងហើយ ហើយអញ្ចឹងទៅគាត់ដឹងថាផ្លូវនេះគួរធ្វើម៉េចផ្លូវនេះគួរធ្វើម៉េចដែលចែកម្លែកមកយើងអ្នកជំនាន់ក្រោយនេះឲ្យមានន័យថាធ្វើឲ្យកាន់តែល្អជាងមុនអញ្ចឹងណាគឺដើម្បីប្រយោជន៍រួមអញ្ចឹងក្នុងឆ្នាំទី1ហ្នឹងគឺ4ប្រងហ្នឹង 4ប្រង 4ប្រងហើយចំណាយពេល2ខែ កន្លះ កន្លះតែអត់ទៅប្រងខ្លួនឯង ទៅក្រៅ ចង់និយាយសាលា អត់ឲ្យទៅខ្លួនឯង ការភាពនៃសាលាអត់ទេណាឆ្នាំទី1តែយើងឆ្លៀតពេល ទៅប្រងរបស់ខ្លួនឯង ទៅប្រងរបស់ខ្លួនឯងដើម្បីជួយរៀមច្បងអីចឹងទៅដើម្បី ទៅតាម យកចំណេះដឹង ទៅតាមអីដើម្បីឲ្យដឹងថានៅកន្លែងហ្នឹងការងារបែបម៉េចពេលដែលយើងស្នុកពេលដែលយើងឆ្នាំទី2ទៅយើងចាប់ដើមត្រូវទៅរបស់ខ្លួនឯង ហ្នឹងហើយ បើយើងថ្មីសុទ្ធគឺពិបាក យល់ ពេលទៅឃ្លៀ យល់ចំណុចហ្នឹងអញ្ចឹងវាយើងរៀងហត់បន្តិចតែយើងបានទទួលបានចំណេះដឹង ហ្នឹងហើយ អញ្ចឹងចង់ចែកម្លែកអ្នកនរគ្នាថាអ្នកដែលចង់សិក្សាថ្នាក់ឯកទេសពេលដែលយើងចប់ឆ្នាំទី6ហ្នឹងឬក៏យើងអាចបន្តថ្នាក់វិជ្ជាបណ្ឌិតទូទៅសិនក៏បានចាំប្រឡងក៏បានយើងមានពីរជំរើសអញ្ចឹងណា ជំរើសហ្នឹងហើយ ហើយទីសោតគាត់ជាឯកទេសដូចលើកឡើងពីខាងលើមិនអញ្ចឹងរបៀបដែលចូលរៀនហើយជាប់ហើយ star គឺយើង star ដូចគាត់លើកឡើងមិនអញ្ចឹងមាន4ប្រងអញ្ចឹងទៅហើយអត់ប៉ះប្រងខ្លួនឯងទេតែបើសិនជាយើងមានពេលវេលា ក៏ទៅជួយទៅ ជួយបងដែលនៅជាប្រងរបស់យើងនឹងដើម្បីពង្រីក ចំណេះ ពង្រឹង ហ្នឹងហើយ ចំណេះដឹងយើងព្រោះអាហ្នឹងជាប្រងរបស់យើងអញ្ចឹងឆ្នាំទី2យើងចូលដល់ឆ្នាំទី2ឆ្នាំទី2បានចូលដល់ប្រងខ្លួនយើង ហ្នឹងហើយ អញ្ចឹងពេលចូលឆ្នាំទី2ភ្លាមគេឲ្យ star ប្រងយើងមុនគេត្មងឬក៏យ៉ាងម៉េចឬក៏អីចឹងយេឬតែប្រងយើងតែមួយទេ អូចាប់ពីឆ្នាំទី2ទៅគឺប្រងយើងសុទ្ធ ប្រងយើងសុទ្ធណា ហ្នឹងហើយ អូខេ អញ្ចឹងប្រងសម្រាប់ដូចពួកខ្ញុំមាន3ពេទ្យធំ អូខេ មានរុស្ស៊ីមានកាឡាម៉ាត់និងមានលោកសង្ឃជា លោកសង្ឃ 3ពេទ្យហ្នឹងគឺ Gasto ដែលសាលាឲ្យទៅ អញ្ចឹង3ពេទ្យហ្នឹង ហ្នឹងហើយអញ្ចឹងយើង rotate គ្នាទៅខាងសាលាគាត់នឹងចែកដែរ rotate ម្ដងម្នាក់អ្នកណាទៅណាអញ្ចឹងទៅ យល់អញ្ចឹង3ពេទ្យ ហ្នឹងហើយ ប្រងយើងចូលទី2បាន star ប្រងយើង ហ្នឹងហើយ ហើយមកប្រងម្ដងបានខែដែរមកមន្ទីរពេទ្យសំទោសមន្ទីរពេទ្យបានខែដែរ ព្រោះដឹងថាមួយឆ្នាំយើងមាន3វគ្គ អូខេ3 3វគ្គមួយវគ្គដូចជា3ខែ3ខែ3ខែជាងវគ្គខ្លះ3ខែជាងវគ្គខ្លះក៏2ខែជាង យល់ ដូចជាវគ្គទី1រៀងយូរវគ្គទី1ពីខែ1រហូតដល់ខែ5
មួយខែ5 ហ្នឹងហើយដល់ពេលវគ្គទី2ពីខែ5ដល់ខែ9និងវគ្គទី3 9ដល់ខែ12អញ្ចឹងមួយឆ្នាំយើងអត់មានពេលឈប់ទេ អូ យើងមានថាយើងថ្នាក់ឯកទេសហើយយើងមានទំនួលត្រូវ អត់មានពេលឈប់ទេហ្នឹង ទំនួលក៏ត្រូវខ្ពស់ ហ្នឹងហើយ រៀនក៏កាន់តែច្រើន ហ្នឹងហើយ សិកងឯងអាចចែករបៀបថាតិចនិចពេលអាពេលទៅ star ក្នុងឆ្នាំទី2 blog ខ្លួនឯងដើម្បីពង្រីកចំណេះដឹងដែលយើងទៅធ្វើមិនខ្លះរៀនសូត្រនៅមន្ទីរពេទ្យពេល star ហ្នឹង សម្រាប់ឆ្នាំទី2គឺដូចថ្មីដូចឆ្នាំទី1អញ្ចឹងយើងនិយាយអញ្ចឹងព្រោះទី1យើងធ្លាប់តែទៅពេលហ្នឹងខ្ញុំធ្លាប់តែទៅជា extend ហ្នឹងហើយ ទៅជួយបងក្រៅផ្លូវការ ហ្នឹងហើយ ពេលដែលយើងចូលភ្លាមគឺត្រូវមានទំនួលខុសត្រូវភ្លាម ហ្នឹងហើយ ព្រោះយើងពេលហ្នឹងយើងជា DA ហើយ ហ្នឹងដែរ យើងមិនជា extend ដូចមុនទេ ហ្នឹងហើយ រៀនទំនួលខុសត្រូវទី1ពិបាកកន្លែងហ្នឹង យល់ ទី2ចំណេះដឹងយើងទៅតែចូលតែយើងអត់ទាន់ជួបទេ ហ្នឹង អញ្ចឹងយើងត្រូវពង្រីកមើលសភៅមួយបន្ថែមស្ដាប់បងណែនាំបន្ថែមមានអីសួរគាត់ទៅបងស្រួលគាត់ណែនាំច្រើន គាត់ចែករំលែកច្រើន ហ្នឹងហើយ យីរុំនោះយើងបានទៅឆ្នាំទៀតស្រាប់ ហ្នឹងហើយយើងធ្លាប់បានទៅឆ្នាំទៀត ហើយស្គាល់ គាត់ គាត់ ជាស្គាល់ទៅក៏គាត់ ហ្នឹងហើយ មិនតែសារនេះទេអ្នកផ្សេងក៏ចឹងដែរដូច ហ្នឹងហើយ គាត់ចែករំលែកទាំងអស់ ហ្នឹងហើយ ប៉ុន្តែគាត់តែយើងពេលដែលយើងស្គាល់ យល់ ទៅយើងមានអារម្មណ៍ថាយើងរៀងកក់ក្ដៅ កក់ក្ដៅពីគាត់ ហ្នឹងហើយ អញ្ចឹងបានគាត់មកបានជួយយើងច្រើនដែរ ហ្នឹងហើយគាត់ជួយចែករំលែកជួយអីយើងខុសអីក៏គាត់ ហ្នឹងហើយ ជួយណែនាំបន្ថែម យល់ ព្រោះពេលហ្នឹងយើងបង្កើតកំហុសគឺដើម្បីរៀន ហ្នឹងហើយ បង្កើតកំហុសហើយយើងត្រូវយើងផ្លេចផ្លាច់រហូត ហ្នឹងហើយមិនមែនយើងចង់បង្កើតកំហុសទេ ហ្នឹងហើយវា តែ មានកំហុស ហ្នឹងហើយមានកំហុសគាត់អ្នកកែយើងអញ្ចឹងណា គាត់កែឲ្យយើងព្រោះពេលដែលយើងនៅជានិស្សិតហ្នឹង ហ្នឹង ឯ ហើយ ង ហ្នឹងហើយ កំហុសគឺត្រូវបានកែ កែ ហ្នឹងហើយ អញ្ចឹងពេលយើងទៅពេទ្យសើច្បងគាត់ស្ដីឲ្យឬក៏អីអាហ្នឹងគាត់ចង់ឲ្យយើងចេះទេ ហ្នឹងហើយ មិនមែនថាស្ដីឲ្យយើងស្អប់យើងទេគាត់ប្រាប់យើង ខ្ញុំ ណែនាំយើង សិស្សច្បងមួយម៉ាត់គាត់ប្រាប់ថាដរាបណាសិស្សច្បងនៅស្ដីឲ្យនៅថាមានតែគេចូលចិត្តគេនៅរាប់អានយើង ហ្នឹងហើយ តែតាគេលេងនិយាយហើយគឺមានន័យថាម្នាក់ហ្នឹងគាត់ជប់និយាយរកហើយ និយាយភាសាសាមញ្ញមកធីបចោលនិយាយលេង ហ្នឹង កា ហើយគាត់ធឹប និយាយលេងស្ដាប់ យើងនិយាយទៅគាត់យើងលេងកាយយើងលេងស្ដាប់គាត់ មានមិនអត់ទេ ហ្នឹងហើយ ព្រោះអត្តចរិតមនុស្សម្នាក់ៗវាអត់ដូចគ្នាអ្នកខ្លះយល់ឃើញចេះទៅអ្នកខ្លះអាងនេះអាងនោះអីចឹងណាអាហ្នឹងយើងផ្សេងទេឡចំណុចនេះដែលចែកម្លែកទៅកាន់អ្នកដែលបងប្អូនក្រោយដែលចង់បន្តថ្នាក់ឯកទេសដោយកងឯងអញ្ចឹងដំណាក់កាលនៃការរៀនបែបម៉េចអញ្ចឹងលំបាកពីដំណាក់កាលទៅដំណាក់កាលលំបាក តែពេលដែលយើងចូលសុបទៅវាអត់អីទេដូចជាដំបូងវាហត់ដោយសារតែថ្មីសម្រាប់យើង នៅយ ទំ ល់ នួលខុសត្រូវយើងត្រូវរៀនមានចាប់ប្រាំ ហ្នឹងហើយ តែពេលដែលយើងស៊ាំមួយការងារនៅកន្លែងហ្នឹងបរិយាកាសកន្លែងហ្នឹងគឺលេងអីហើយ លេងអីហើយ ហ្នឹងហើយមិនថាលេងអីលេងមានទំនួលខុសត្រូវទេគឺរៀងមានអារម្មណ៍ថារៀង គាត់បើជាងមុន ជាងមុនហ្នឹង ណែគាត់បើជាងមុនឯងសួរទៅក្រៅតិចចុះចំពោះភាសាបារាំងសាលារបស់យើងគឺប្រើភាសាពីរបារាំងនិងអង់គ្លេស ហ្នឹងហើយ តែពាក្យច្រើនយើងទៅទីពេទ្យគឺយើងសេបារាំងសេអីណា ហ្នឹងហើយ ពេលដែលចូលថ្នាក់ឯកទេសពិសោធន៍អ្នកខ្លះក៏ចង់បន្តការសិក្សាទៅប្រទេសបារាំងអីចឹងទៅគាត់មានសញ្ញាបត្រដែលគេចង់បានដល់ចំណុចនោះទៅកម្រិតនោះឧទាហរណ៍ថាយើងចូលជាឯកទេសនិស្សិតឯកទេសប៉ុន្តែយើងមិនទាន់មានប្រឡងសញ្ញាបត្រកម្រិតភាសាបារាំងដល់ដែលគេចង់បានទេអញ្ចឹងតែយើងត្រូវគួរតែបន្តរៀនម្ដងទៀតដែរឬទេពេលហ្នឹង សម្រាប់ ចំពោះសង្គមឯង សម្រាប់ភាសាបារាំងខ្ញុំអត់សូវមានដងខាងហ្នឹងទេ ហ្នឹងហើយ ខ្ញុំរៀនមកអាចអានសភៅក៏ដូចជាស្ដាប់បងនៅពេទ្យអីបានយល់ ហ្នឹងហើយ ប៉ុន្តែខ្ញុំអត់តមានសញ្ញាបត្របារាំងទេ ហ្នឹងហើយ ដោយសារតែខ្ញុំអត់មានបំណងទៅ ហ្នឹងហើយ ប៉ុន្តែសម្រាប់បងប្អូនដែលមានបំណងចង់ទៅខ្ញុំលើកទឹកចិត្តឲ្យរៀនពីឆ្នាំទី1ឲ្យហើយ យល់ ព្យាយាមពីឆ្នាំទី1ឆ្នាំទី2ទៅព្រោះចាប់ផ្ដើមពីចុងឆ្នាំទី2យើងចាប់ផ្ដើមឯកសារទៅបារាំងគេទាមទារសញ្ញាបត្របារាំងហើយដែល B1 ឬក៏ B2 ជាដើម ហ្នឹងហើយ បើមាន B2 ឲ្យហើយនឹងល្អប៉ុន្តែបានត្រឹម B1 គឺជោគជ័យហើយដូចជាអាងគឺគេយក B1 ហ្នឹងហើយ ដូចយល់អញ្ចឹងដាក់តាំងពីឆ្នាំទី2ទៅ ចុងឆ្នាំទី2 ចុងឆ្នាំទី2 ហ្នឹងហើយ ទេសចរណ៍សង្គមឆ្នាំទី3ទៅ ហ្នឹងហើយ អ
ទី3ទំចូលទី3 ទើបទៅចូល អញ្ចឹងអានឹងឯងសួរទៅក្រៅទីចោះណាតើតើនឹងភាសាបារាំងអញ្ចឹងយើងចូលដល់ឆ្នាំទី3ឆ្នាំទី3យើងនៅប្រង់យើងដដែលហើយចាប់ដើមយើងបុកកាន់តែខ្លាំងទៀតហើយតើនៅឆ្នាំទី3ហ្នឹងយើងធ្វើកម្មសិក្សាដែលហៅ STAR ហ្នឹងប្រហែលពេទ្យដែរសំខាន់ប្រហែលពេទ្យខ្ញុំឆ្លើយអត់បានទេព្រោះអាហ្នឹងអាស្រ័យលើសាលាអ្នកចែក អូ ប៉ុន្តែមាន3វគ្គមួយឆ្នាំ3វគ្គទាំងអស់ ឆ្នាំ3វគ្គទាំងអស់ណាដូចគ្នា ឆ្នាំទី2ដល់ទី4 3វគ្គដូចគ្នា 3វគ្គដូចគ្នាអញ្ចឹងប៉ុន្តែជាក់ស្ដែងដូចជាឆ្នាំទី4អាស្រ័យនឹងយើងឯងអ្នកខ្លះគាត់ចង់នៅណាគាត់អញ្ចឹងសឹកចេះទៅកន្លែងហ្នឹង ហ្នឹងហើយអញ្ចឹងចុងឆ្នាំទី3យើងអាចបើសិនយើងមាន Bader យើងទៅប្រាំងអាចទៅប្រាំងបានដែរ ទៅប្រាំងបានណា ហ្នឹង តែបើយើងអត់ទេ យើងនៅ STAR នៅ ខ្មែរយើងបញ្ចប់នៅហ្នឹង ហ្នឹងហើយយើងបញ្ចប់នៅហ្នឹង បើសិនយើងមាន Bader យើងឆ្នាំចុងក្រោយយើងទៅប្រាំង ទៅប្រាំងហើយមកវិញគឺចប់ដូចយុគពួកយើង ចប់ដូចគ្នា ហ្នឹងហើយ អញ្ចឹងយើងទៅនោះបានបទពិសោធន៍អីថ្មីដែរអញ្ចឹងណាវាល្អអានឹងអាស្រ័យលើសមត្ថភាពរបស់យើងដែរអញ្ចឹងយើងសិក្សាថ្នាក់ឯកទេសហ្នឹងគឺរយៈពេល4ឆ្នាំឯកទេស ហ្នឹងហើយ ឯកទេសសិង្ហកងគឺ4ឆ្នាំមានឯកទេសផ្សេងក៏3ឆ្នាំដែរអញ្ចឹងណា ហ្នឹងហើយជាក់ស្ដែងមាន អាចឧទាហរណ៍ណា ដូចជា OL ខ្ញុំឮតែ3ទេ 3ណា OL Optamo ដូច3ដែរចាំអត់ច្បាស់ទេតែប្រហែលជា3ទេ ប្រហែលដែរចាំឲ្យផ្នែកខាងនោះគេឡើងចែកម្លែក ឡៃទៅសិតតែគ្នាឯង ហ្នឹងហើយចាំមានពេលអញ្ចឹងពីមួយឆ្នាំទៅមួយឆ្នាំពេលវេលាវាកាន់តែដើរទៅហើយការចាយវីហ្នឹងក៏វាតាមនឹងដែរទៅ ហ្នឹងហើយ អ្នកខ្លះគាត់ជាប់អាហារូបករណ៍ក៏រៀងធូរអញ្ចឹងទៅនៅសល់តែការចាយវីហើយអ្នកខ្លះទៀតក៏គាត់ធ្វើការអីខ្លះណាព្រោះឆ្នាំទី2នៃឋានៈឯកទេសអ្នកខ្លះគាត់ធ្វើការខ្លះដែរអ្នកខ្លះក៏មានឆ្នាំក្រោមហ្នឹងគាត់ធ្វើការដែរដើម្បីយកលុយអីខ្លះដើម្បីទៅ បន្តការសិក្សា តការសិក្សាដែរអញ្ចឹងណា ហ្នឹង សិង្ហកងដែលមានអារម្មណ៍ថាបាក់ទឹកចិត្តដែរទេអំឡុងពេលរៀនឋានៈឯកទេសព្រោះកលេសយើងប្រើភាសាសាមញ្ញម៉ាត់កលេសទៅមើលមិត្តភ័ក្តិផ្សេងទៀតគេមិនរៀនពេទ្យគេការកូនគេធ្វើការអស់ហើយអញ្ចឹងណាហើយយើងនៅបន្តឋានៈឯកទេសទៀតតើធ្លាប់មានអារម្មណ៍ថាបាក់ទឹកចិត្តទេ សម្រាប់សំណួរហ្នឹងខ្ញុំឆ្លើយថាមាន ហ្នឹងហើយ អ្នកខ្ញុំមិនថាតែខ្ញុំទេខ្ញុំគិតថាគ្នាយើងក៏ធ្លាប់មានដែរ ហ្នឹងហើយឥឡូវយើងអាចយើងចែកម្លែកពីអារម្មណ៍របស់យើង មានពេលដែលខ្ញុំនៅឆ្នាំទី2ពេលដែលចូលមកភ្លាមផ្លែកការងារថ្មី ហ្នឹងហើយ ទៅនោះក៏ទៅកាន់តែខ្ពស់ ហ្នឹងហើយ ហើយពេលហ្នឹងខ្ញុំអត់សូវចេះ ហ្នឹងហើយ ដូចឥឡូវកាន់តែអត់សូវចេះទេតែយើងអាចដឹង flow ការងារយើងអាចធ្វើបាន ចង់និយាយថាយើងមានការ អាហ្នឹងទី1ទី2មួយទៀតដូចតែវិញនិយាយមុនយើងចឹង ហ្នឹងហើយ យើងកន្លែងទៅមើលអ្នកជុំវិញខ្លួនយើងគេមានគ្រប់យ៉ាង ហ្នឹងហើយ មិត្តភក្តិយើងជាឡាយមិត្តភក្តិអីហ្នឹងគេមានគ្រប់យ៉ាងខ្លះមានគ្រួសារអ្នកខ្លះមានជំនួយនៅក្នុងដៃអ្នកខ្លះអីចឹងជាស្រេច ហ្នឹងហើយ ក៏នេះដែរប៉ុន្តែអ្វីដែលសំខាន់ពេលដែលយើងគិតយូរទៅហ្នឹងជាផ្លូវដើររបស់យើងដែលយើង ហ្នឹងហើយយើងជឿ តែបើយើងនៅតែគិតអញ្ចឹងគឺយើងដណ្ដើមទៅមុខទៀតដែរ អូខេ ហ្នឹង អញ្ចឹងចិត្តយើងម្នាក់តែងតែមានបញ្ហាទាំងអស់ហ្នឹងហើយ ហើយជាពិសេសពេលដែល stress ខ្លាំងគឺចាប់ដើមគិតចាប់ដើម compare ជាមួយអ្នកជុំវិញខ្លួន គិតទៅដល់ពុកម្ដាយរបស់យើងកាន់តែចាស់ ហ្នឹងហើយ ហើយយើងមិនទាន់មានអី អត់មានអីទេ ជិះមិនទាន់មានអីអញ្ចឹងវាយើង តែខែកាន់នៅហ្នឹងជាក់ស្ដែង អាហ្នឹងរឿងពិតវាអញ្ចឹងអាហ្នឹងដែលយើងបានឆ្លងកាត់គឺអញ្ចឹងឯងដូចឯងទៀតសោតគិតដូចសង្កងឯងដែរដូចគ្នាមិនខុសគ្នាទេគិតថាឪពុកម្ដាយកាន់តែចាស់ហើយខ្លួនអត់ទាន់មានអីដែល ជួយគាត់បាន ណាអញ្ចឹងយើងតែទីអារម្មណ៍គិតណាតែឪពុកម្ដាយរបស់យើងគាត់មិនដែលរបៀបថាគិតអីទេគាត់ចង់តែកូនរបៀបថាហ៊ានឲ្យបានខ្ពស់ទៅណា ហ្នឹងហើយ មិនថាឪពុកម្ដាយសង្កងឯងឬក៏ឯងអីទេដូចតែគ្នាហ្នឹង
គឺគាត់តែងតែជួយយើងរហូតតាំងពីយើងរៀនឆ្នាំទី1នៃថ្នាក់មូលដ្ឋាន មូលដ្ឋាន រហូតដល់ឯកទេស រហូតដល់ឯកទេសគាត់នៅតែជួយយើងហ្នឹង ហ្នឹងហើយទោះបីហត់មិនក៏អត់ប្រាប់យើង ហ្នឹងហើយ តែគាត់ថារៀនទៅគាត់មានលទ្ធភាពឲ្យរៀនទៅ ណាត់វារៀនទៅ ហ្នឹងហើយ ហ្នឹងហើយព្រោះម្នាក់គ្រួសារចេញមិនដូចគ្នាទេចេញពីជីវភាពមិនដូចគ្នាទេអ្នកខ្លះក៏គេមានលុយច្រើនអីចឹងទៅអ្នកខ្លះក៏មធ្យមអ្នកខ្លះខ្សក់ខ្សោយចឹងទៅ ហ្នឹងហើយ តែពុកម្ដាយគាត់នៅតែខំឲ្យយើងនឹងឥឡូវគាត់ឯងនិយាយបានទេចូលថ្នាក់ឯកទេសភ្លាមទាំងបងថ្លៃសាលាទាំងចាយវាយបើប្រៀបធៀបនឹងថ្នាក់យើងរៀនបញ្ញត្តិវិទ្យាសាស្ត្រ ហ្នឹងហើយ មួយណាចាយអស់ច្រើនជាង និយាយទៅពេលចូលឯកទេសគឺអាណិតអ្នកផ្ទះដែរ ហ្នឹងហើយ អស់ច្រើនមែនតើ អស់ច្រើន ហ្នឹងហើយពេលដែលយើងប្រឡងក៏អស់លុយ ហ្នឹងហើយ ទី2អាពេលដែលជាប់គឺបង់កើនចំនួនទៀតហើយ ហ្នឹងហើយ ហើយជាក់ស្ដែងគាត់ធ្លាប់តែបង់ឲ្យយើងការនៅនិស្សិតវិទ្យាសាស្ត្រធម្មតាយើងតា1600ទេពេលហ្នឹង 1500ណា 1600 អូខេ ដល់ពេលឥឡូវគាត់ឡើងមកដល់2000ជាងអញ្ចឹងការនេះហ្នឹងក៏គាត់រៀនចំណាយច្រើនជាងមុនដែរ គាត់ទៅចំណាយយើងជាងមុន ហ្នឹងហើយហើយសម្រាប់ការចាយវាព្រោះយើងនេះដែរគាត់អត់ដែរហាមទេ ហ្នឹងហើយ គាត់ថាមានអីទៅប្រើចុះប៉ុន្តែយើងក៏ងាកមកគិតមកវិញយើងឡើងបង់លុយសាលាថែម ហ្នឹងហើយ ហើយយើងត្រូវមុននឹងមករៀនយើងក៏ត្រូវការទិញសម្ភារៈទិញអីបន្ថែម ហ្នឹងហើយ ទៅលើដែរហើយគាត់ត្រូវរ៉ាប់រងទាំងអស់ក្នុងពេលតែមកប្រព្រឹត្តភ្នែកទេ ហ្នឹងហើយ ឡងហាត់វាអញ្ចឹងវាពិបាកពេលហ្នឹង យើង អ្នកផ្ទះដែរ គិតនៅផ្ទះដែរគាត់តែនិយាយណា ហ្នឹងហើយ ថាទិញអីទិញទៅឲ្យតែ ត្រូវប្រើ ត្រូវប្រើ ហើយចាំបាច់ហ្នឹងហើយ ចាំបាច់តែយើងគិតដែរណា ហ្នឹងហើយ ពេលហើយយើងគិតដែរអារបស់យើងចិត្តមនុស្សវាចេះឃើញស្អាតចេះចង់ណា ចង់បានហើយ ចង់បានហើយ ប្រើ ចង់ប្រើ យើងចាំបានហើយ អាហ្នឹងតែយើងគិតដល់គាត់ដែរ ហ្នឹងហើយ ចំណុចហ្នឹងអញ្ចឹងមានចូលថ្នាក់ឯកទេសភ្លាម ចំណាយច្រើន ចំណាយច្រើនជាងថ្នាក់ដែលយើងជានិស្សិតវិទ្យាសាស្ត្រ ហ្នឹងហើយចំណាយច្រើនជាង ប្រៀបធៀបអាចជាគុណនឹង2អត់ទេ អាច គុណ2 សូម្បីតែការចំណាយក៏រៀងច្រើនជាងមុន ច្រើនជាងមុនដែរ ហ្នឹងហើយ ការសិង្ហឯងនៅនិស្សិតវិទ្យាសាស្ត្រឥឡូវយើងធីបចោលដល់ពេលបង ស្លាចាស់ អូខេ ចាយប្រហែលអស់បានមួយខែអាចប៉ាន់ស្មានហត់ទេ ខ្ញុំអត់ទៀងទេព្រោះអ្នកតែខ្ញុំគាត់អត់កំណត់គាត់ឲ្យបើសិនជាការចាយវាឲ្យនេះប៉ុន្តែជាមធ្យមបាទជាអាចនឹង200ទៅ300 យើងជួយសំដែរណា ហ្នឹងហើយជួយអាហ្នឹងយើងសំចៃផង ហ្នឹងហើយដោយសារអ្នកខ្លះគាត់មានផ្ទះខ្លួនឯង ដោយសារខ្ញុំអស់ច្រើនដោយសារខ្ញុំអត់ចេះធ្វើម្ហូបអញ្ចឹងខ្ញុំត្រូវញ៉ាំក្រៅហើយពេលហ្នឹងមានប្អូនទៅជាមួយ មានបងអូននៅជាមួយទៀត អញ្ចឹងដល់ពេលយើងត្រូវរ៉ាប់រង អូយល់ ត្រូវដែរហើយយើងទៅ star យើងត្រូវញ៉ាំហើយតែយើងអត់ញ៉ាំទេ មានកម្លាំងធ្វើការ កម្លាំងណាធ្វើការ ហ្នឹងហើយទីសតឯងក៏មានបងអូនឡើងទឹមឡើងមកដែរទឹមឡើងមកគាត់រៀនដែរអញ្ចឹងគាត់រៀនថ្នាក់វិជ្ជាបណ្ឌិតដូចគ្នាដែរ ហ្នឹងហើយ គាត់ទឹមជាប់អញ្ចឹងអញ្ចឹងតែគាត់រៀននៅសាលាតាហ៊ាននេះគាត់ដាក់ដឹងសមត្ថភាពគាត់ដែរអញ្ចឹងណាគាត់ខ្លះអត់ជាប់បានរៀនអត់មានសាលារៀន បញ្ហាហ្នឹងខ្ញុំធ្លាប់ឮគេប្រៀបធៀបសាលា ហ្នឹងហើយ ប៉ុន្តែសម្រាប់ខ្ញុំគិតថាសាលាណាក៏ដូចគ្នាដែរ ហ្នឹងហើយ ទីមួយសាលារដ្ឋដូចគ្នាតែអប់រំក៏អត់មានខុសអីគ្នាដែរ ហ្នឹងហើយ ឱកាសពេញពីក្រសួងតែមួយប៉ុន្តែគឺយើងចេះតែប្រៀបធៀបប៉ុន្តែសំខាន់បំផុតគឺលើខ្លួនយើងដែរ លើខ្លួនយើងដែរ ខំប្រឹងប្រែងអត់ទៅហ្នឹង កត្តាខ្លួនយើងគឺសំខាន់ ហ្នឹងហើយ ដូចទៅពេទ្យទៅអីចឹងសួរច្បងយើងឲ្យបានច្រើនទៅ ហ្នឹងហើយចេះច្រើនណាយើងព្យាយាមទៅឲ្យច្រើនស្រាប់ចំណេះដឹងក៏ដូចជាអត់វិសារីបងទៅ ហ្នឹងហើយទៅឲ្យច្រើនចេះច្រើនណាស់ហ្នឹង ហ្នឹងហើយហ្នឹង អានទៅភៅឲ្យច្រើនទៅពេទ្យឲ្យច្រើនទៀតចេះច្រើនហើយ ដូចយើងខ្មែរយើងនិយាយចឹងពាក្យចាស់អ្នករៀនសូត្រមាន4 ហ្នឹងហើយ អាស្ដាប់គិតកត់ត្រាឲ្យសួរ ហ្នឹងហើយ គឺអាហ្នឹង សំខាន់ ហ្នឹងហើយ អញ្ចឹងចង់ចែកម្លែកសើពូនហើយទៅពេទ្យទៅអីឃើញទៅច្បងសួរទៅក៏មិនចិត្តអាក្រក់អីទេ ហ្នឹងហើយ តែសួរដឹងពេលខ្លះគាត់ជាប់រវល់ធ្វើកាយទៅហ្នឹងចាំគាត់រួចដៃ ហ្នឹងហើយ ដៃបើចេះគាត់ប្រាប់ហើយ ហ្នឹងហើយ ទាំងឯងទាំងសិង្ហឯងដូចតែគ្នានេះ ហ្នឹងហើយ តែតនេះគាត់ សើច្បងគាត់ចង់ឲ្យតែសួរទេ ហ្នឹងហើយ គាត់ចង់ចែករំលែកទី1ទី2
ពេលដែលយើងសួរទៅពេលខ្លះញយគាត់អាចនឹងភ្លេចកន្លែងហ្នឹងអាចនឹងទៅមើលថែមកន្លែងហ្នឹងកាន់តែច្បាស់កន្លែងហ្នឹងហើយ អញ្ចឹងទីគាត់និយាយពេញចិត្តហ្មងយល់មិនដល់ពេលយើងឡើងជិះបងគួរយើងមកដឹងថា ហ្នឹងហើយពេលខ្លះយើងភ្លេចអាតិចហ្នឹងហើយដល់ពេលយើងធ្លាប់អាកន្លែងហ្នឹងតែយើងមិនចេះទាំងអស់ណាមេស៊ីនធំណាធំបើសិនណាថាអ៊ូតខ្លួនឯងចេះទាំងអស់ហ្នឹងខ្ញុំអត់ជឿទេធំពេលសើប្អូនសួរមកអញ្ចឹងវាពេលខ្លះភាំង ហ្នឹងហើយ ភ្លេចដែរតែយើងឆ្លើយបែបគាត់បែប positive មួយថាបងភ្លេចដែរចាំបងទៅបើកមើលឲ្យសិន ហ្នឹងហើយ ទម្លាប់ឯងមួយគឺវាថាភាំងតែថាភាំងអត់ចេះតែអត់ចេះ ហ្នឹងហើយ ពីព្រោះគោលបំណងខ្លាចប្រាប់គេទៅទៅអាហ្នឹងវាមិនមែនអញ្ចឹងទេអាហ្នឹងចម្លើយវា A តែយើងឆ្លើយដើម្បីដោះសារវា ហ្នឹងដើម្បីដោះសារទៅឆ្លើយ B ហើយគាត់ ចាំអាចម្លើយនឹងរហូត ចម្លើយហ្នឹងឲ្យទៅប្រាប់គ្នាតទៀតបកកើត ហ្នឹងហើយมันខុសរហូតតគ្នា សុខចិត្តយើងទៅមើលថែមវិញ មើលថែមសិន អាហ្នឹងដូចជាគាត់ជួយយើងបន្ថែម ហ្នឹងហើយអញ្ចឹងគាត់សួរយើងក៏ចេះ គាត់ក៏ចេះ ចំណេញទាំងសងខាង ហ្នឹងហើយ តែយើងសួរដឹងពេលវេលាដែរចឹងថាសើច្បងគាត់ឆ្នាំខ្ពស់ គាត់រវល់ច្រើន រវល់ច្រើនហើយឯងសងឯងក៏ stress ដែរពីមើល stress កាន់តែខួរកាន់តែ stress នឹងការ stress ហ្នឹងហើយតិចទៀតទៅទីងឯងខ្វះឆ្នាំទៅចប់ហើយចប់ចឹងនិយាយចប់ចឹងយើងអាចការពារសាណានៅឆ្នាំទីប៉ុន្មានដែរក្នុងឯកទេសនេះខេមបត សម្រាប់សាណាឬក៏តែហ្នឹង ហ្នឹងហើយ គេអត់កំណត់ទេអ្នកខ្លះអាចចូលឯកទេសភ្លាមហ្នឹងយើងចាប់ដើមធ្វើឲ្យហើយទៅធ្វើកាន់តែលឿនកាន់តែល្អ អូអ អញ្ ញ្ចឹង ចឹងយើងចំណេញពេលវេលាពេលដែលឆ្នាក់កាន់តែធំគឺយើងកាន់តែរវល់អត់មានពេលធ្វើទេ ហ្នឹងហើយ ហ្នឹងហើយ អញ្ចឹងចូលឯកទេសភ្លាមយើងអាចមាន បើសិនជាមានពេលវេលាស្គាល់បងច្រើនយើងអាចសុំយោបល់ទៅគាត់នឹងជួយហើយអញ្ចឹងធ្វើកាន់តែលឿនកាន់តែល្អ កាន់តែល្អទៅសិគាត់មករៀបចំធ្វើនេះ ខ្ញុំធ្វើបានខ្លះឲ្យចិត្តរួចហើយ ដំណើរការណា ហ្នឹងហើយដំណើរការ ហ្នឹងហើយចិត្តចិនជាវិជ្ជបណ្ឌិតឯកទេសផ្នែកថ្លើមកាពះនិងពវៀនឆាប់ហើយអបសតើយើងនិយាយហ្នឹងដូចជាគួរសមដែរបបពិសោធន៍តែឡើយបបពិសោធន៍តើទៅនឹងការសិក្សា ទៅពេលឥឡូវ គ្នាយើងផ្សេងទៅចូលដំបងក៏អញ្ចឹងដែរមិនអត់តែភ័យធ្លាប់តែនិយាយនេះលេងនៅក្នុងនិយាយថាជុំគ្នានិយាយលេងធម្មតាអត់ នឹងអត់ដែរមុខកាមេរ៉ា អត់មកកាមេរ៉ាផតខាអញ្ចឹងអញ្ចឹងជាចុងក្រោយសៀងកងឯងមានអីចែករំលែកទៅកាន់សារទៅកាន់សិស្សប្អូនបើសិនជាចង់សិក្សាថ្នាក់វិជ្ជាបណ្ឌិតឯកទេសដោយសៀងកងឯងតើគួរតែចាប់ផ្ដើមពីយ៉ាងម៉េចឧទាហរណ៍ការមើលសំណួរអីចឹងណាទីសោតការមើលសំណួរវាដូររហូតពីមួយឆ្នាំទៅមួយឆ្នាំដូចជាឧទាហរណ៍ឆ្នាំនេះយកបាន50សំណួរសាលា50សំណួរចេញក្រៅ50 ចេញក្រៅ50អញ្ចឹងសៀងកងឯងមានសារអីផ្ដាំផ្ញើទៅពួកគាត់ទេ ស្រាប់ខ្ញុំក៏អត់ខុសពីអ្នកមុនដែរមុនដែរស្រាប់ខ្ញុំលើកទឹកចិត្តឲ្យសិស្សប្អូនកុំមើលសំណួរបញ្ញាប់ពេកខ្ញុំឃើញចាក់ស្ដែងឥឡូវហ្នឹងបញ្ញាប់ខ្លាំងអ្នកខ្លះឆ្នាំទី3ហើយតែខ្ញុំឃើញអង្គុយមើលគួយស្អមហើយគាត់អត់យកពេលវេលាដែលនៅឆ្នាំទៀតហ្នឹងទៅពេទ្យឲ្យច្រើនព្រោះសំណួរហ្នឹង50ហ្នឹងគឺចេញពាក្យច្រើនគឺទាំង theory ទាំង practice ដែលនៅពេទ្យ ហ្នឹងហើយហើយជាក់ស្ដែងខ្ញុំចង់ឲ្យទៅពេទ្យឲ្យបានច្រើនសំណួរខ្ញុំគាត់ថាអាស្រ័យលើមនុស្សម្នាក់ៗឯងអ្នកខ្លះគាត់មើលឆាប់យល់ឆាប់ចាំគាត់អាច start រៀងលេតិចក៏បានដែរអត់អីទេតែបើយើងដឹងខ្លួនយើងមើលអត់សូវចាំទេយើងអាច start ពីឆ្នាំទី5អីទៅទី4អីហ្នឹងជាឱកាសល្អបំផុតហើយតែទៅពេទ្យទី4ទី5ដើមឆ្នាំហ្នឹងគួរតែទៅយកចំណេះដឹងពីទីពេទ្យឲ្យច្រើនព្រោះទោះបីជាយើងប្រឡងមិនថាខ្ញុំដាក់ទំនាយអីទេ ហ្នឹងហើយ បើសិនជាអត់ជាប់យើងបានគ្រឹះទុនអានៅនេះហ្នឹងពេលយើងចូលជាមេស៊ីនអាំងទាំងទៅ star ជាអាំងទាំងគឺយើងបានចំណេះដឹងពីពេទ្យហ្នឹងហើយ យល់ ព្រោះពេលដែលអាំងទាំងទៅយើងអត់ខកអីពី DS ទេជាក់ស្ដែង ហ្នឹងហើយ ព្រោះពេលដែលទៅខេត្ត
គឺយើងឲ្យធំជាងគេតែពីគូពិតគឺយើងហើយ ហ្នឹងហើយ ដល់ពេលយើងអត់ដែរទៅប៉ែសាសយើងគិតតែមើលសំណួរហើយដល់ពេលយើងអត់បាន DF ផងហើយនេះទៀតអាហ្នឹងទី1ដែលខ្ញុំ5ពីណាទី2រៀបចំ plan ឲ្យច្បាស់លាស់ក៏ដូចជាក្រុមមួយគួយស្រអមបែងចែកឲ្យច្បាស់សម្រាប់យើងដូចបរាជ័យម្ដង ហ្នឹងហើយហ្នឹងហើយ ក្រុមខ្ញុំអត់ recommend ឲ្យច្រើនពេកទេតែគ្នាច្រើនពេកគឺនិយាយច្រើនអត់ទៅមុខទេ យល់ អូខេទី3ការមើលសំណួរវាសតទាមទារខ្លីទាមទារការចំណាំក៏ដូចជា note អាណាដែលសំខាន់ៗ ហ្នឹងហើយ ហ្នឹងហើយសម្រាប់ពេលដែលជាប់ហើយពេលដែលជាប់ហើយរៀបចំខ្លួនព្រោះយើងជាដែរយើងអត់លេងសើចទេ ហ្នឹងហើយ ហើយយើងទៅប៉ែតគឺយើងមានទំនួលខុសត្រូវហើយពេលហ្នឹងយើងនឹងដឹងថាផ្លែកមិនពេលដែលយើងជា extend ខ្លះទៅគេអត់សួររកទេសឹងតែកន្លែងខ្លះគេអត់សួររកយើងទេ ហ្នឹងហើយ ប៉ុន្តែពេលយើងជាដែរយើងបាត់អត់បានទេហើយទំនួលខុសត្រូវជីវិតគេក៏ដូចអ្នកផ្ទះយើងគិតចឹង ជីវិតគេដូចជីវិតយើងដូចគ្នា ណាដូចជីវិតយើងចឹងហើយក៏ដូចជាអ្នកផ្ទះយើងដែរ ហ្នឹង ពេល ហើយ ដែលយើងទៅមើលគឺយើងត្រូវមានទំនួលខុសត្រូវ ហ្នឹងហើយ ហ្នឹងខ្ញុំមានប៉ុណ្ណឹង មានអីបន្ថែមទៀតទេ មួយទៀតខ្ញុំផ្ដាំទៅស្រាប់អូនឃើញយើងបុកក្លៀកច្រើនមកយ៉ាង ខ្ញុំនិយាយត្រង់ខ្ញុំឃើញ គេ ខ្លះដើរអីសឹងតែមិនស្គាល់យើងជាសិស្សច្បង ហ្នឹងអាហ្នឹងចំណុចមួយវាមិនមែនទាំងអស់ទេណា មួយចំនួន មួយចំនួន ហ្នឹងហើយ អាហ្នឹងវាពិតប៉ុណ្ណឹងហើយការ podcast នេះគឺជាការបបពិសោធន៍ផ្ទាល់ដែលបានឆ្លងកាត់រឿងពិត ហ្នឹង ចែកម្លែកទៅកាន់អ្នកទាំងអស់គ្នាអញ្ចឹងអាចំណុចណាដែលល្អយកទៅដើម្បីយកទៅកែលម្អអាចំណុចណាដែលមិនល្អបោះចោលទៅក្នុងការពិភាក្សាថ្ងៃនេះក្នុង podcast ថ្ងៃនេះ ហ្នឹង ហើយមានមែនមិនអត់ទេ មានខ្ញុំជួបផ្ទាល់ មិនអត់ទេមិនមែនន័យថាយើងសើច្បងទៅធ្វើអាក្រក់អីដែរណាវាពេលខ្លះអាហ្នឹងតចរិតមនុស្សម្នាក់ៗ ហ្នឹងហើយយើងចាំនៅកន្លែងណាក៏ដោយយើងអត់មិនមែនយើងចេះទាំងអស់ទេ ហ្នឹងហើយ បើយើងធ្វើល្អទៅគេនឹងបរៀនយើងហើយ នឹងគេស្រឡាញ់យើង គេស្រឡាញ់គេចូលចិត្តគេបរៀនហើយតែបើសិនជាយើងទៅអេងក្អាងអត់គោរពគេអត់អីទេហើយមួយទៀតព្យាយាមអាសានឹងបានគេឲ្យតម្លៃយើងហើយគេផ្ដល់ការងារផ្ដល់ឲ្យយើងធ្វើច្រើន យល់អូខេចប់ហើយ អស់ហើយ ហើយមានអីជូនពរ ហើយជាចុងក្រោយក៏ជូនពរដែរបងប្អូនដែលទើបតែជាប់ក៏ដូចជាបងប្អូនដែលមានបំណងបន្តយកផ្នែកកាពះពោះវៀនថ្លើមហ្នឹង ឲ្យលូទីទៅ គេទាំងអស់គ្នា ហ្នឹងហើយជោគជ័យដល់គ្នាហ្នឹងហើយជូនពរដូចគ្នាក្នុងការភាសាថ្ងៃនេះជូនពរដល់អ្នកជំនាន់ក្រោយ ហ្នឹងហើយអ្នកជំនាន់ក្រោយ អ្នកជំនាន់ក្រោយមានន័យថាអ្នកដែលប្រឡងក្រោយនេះតែអាចអ្នកប្រឡងក្រោយនេះអាចជាជំនាន់មេស៊ីនលើសយើងទៀត មាន តែជូនពរឲ្យពួកគាត់ជោគជ័យហើយទៅតាមឯកទេសមួយខ្លួនឯងចង់បានហើយមានឱកាសខ្ញុំនឹងអញ្ជើញរៀមច្បងយើងដទៃទៀតតាមផ្នែកមួយដើម្បីឲ្យមកចែករំលែកការសិក្សានៅថ្នាក់វិជ្ជាបណ្ឌិតឯកទេសទៅតាមចំណេញមួយទៅកាន់អ្នកទាំងអស់គ្នាទៀតហើយ podcast ថ្ងៃនេះជា podcast episode ទី4ហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តហើយបើសិនជាមានចំណុចត្រង់ណាការនិយាយស្ដីទៅលឺលួសខ្វះខាតអធិស្ឋានព្រោះគោលបំណងថ្ងៃនេះវាជាគោលបំណងមួយការចែកម្លែកចំណេះដឹងបទពិសោធន៍ដែលយើងជួបផ្ទាល់ព្រោះឯ podcast វាមិនមែនជាការ ព្រៀងទុកមុន ព្រៀងទុកមុនទេមានថាជានិយាយភ្លាមយើងនឹករបៀបថាបទពិសោធន៍ដែលយើងធ្លាប់ជួបទាំងបានយើងមកចែកម្លែកបែបពិតទៅកាន់អ្នកទាំងអស់គ្នា លើកទី1សម្រាប់ខ្ញុំដូច ហ្នឹងហើយ ណែការនិយាយទៅខ្ញុំប្រហែលជាអាចមានសម្លេងទូសម្លេងធំ អាហ្នឹងជារឿង ពាក្យពេចន៍មិនសមរម្យដែរ ហ្នឹងអាហ្នឹងជារឿងធម្មតា podcast ហ្នឹងយើងបើថាវាពិតយើងនិយាយពិតយើងធ្លាប់ជួបបើមិនពិត យើងអត់និយាយ មានថាយើងចេញ feeling របស់យើងហ្នឹងអរគុណច្រើន ជួបគ្នានៅអេពីសូតបន្តទៀតអរគុណហើយអរគុណសេកងដែរថ្ងៃនេះហ្នឹងហើយអរគុណបានចូលរួមបាយបាយ អូខេ David man, man